មិនចង់ចាញ់ឈ្នះអ្នកណានោះទេជារៀងរាល់ថ្ងៃនេះខ្ញុំធ្វើអ្វីមិនដើម្បីចង់ឈ្នះចាញ់អ្នកណាម្នាក់នោះទេប៉ុន្តែខ្ញុំគ្រាន់តែចង់រស់នៅជាមួយនឹងខ្លួនឯងបំពេញភាពខ្វះខាតរបស់ខ្លួនឯងតែប៉ុណ្ណោះហើយក៏អារម្មណ៍កំឡាំងតែអត់មុនព្រមរំតែកំណាស់លំធំវែងតែឯងមានគំខ្ញុំទូជុំបោកខ្លួនអាយខ្វល់រឿងសោកស្ដាយគឺសាយរឿងព្រឹកទី